Pan sập ia cha xong cái phần chơi chia đi các con tập bắt nơi chăm chả chỉ cầm OLP Express cha cha xong cái nâng chụp điệp xua cha tập đọc bằng con tiếng Anh nè con cho con tập khâu lên xong bắt đầu bị sần này đi điểm play cái định ăn gian đó là cầm thi tại mà ông nè ông si khó mà lại làm mình một tệ trường nào bà làm tiền cha chân chỉบทនេះខ្ញុំសូមអនុញ្ញាតគោរពជម្រាបសួរទៅដល់លោកជំទាវជាសព្នួនប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជាសាខាខេត្តសៀមរាបក៏សូមជម្រាបសួរទៅដល់ក្រុមប្រឹក្សាពិបាលសមាជិកសមាជិកានិងភ្ញៀវកិត្តិយសទាំងអស់ដែលមានវត្តមាននៅក្នុងថ្ងៃនេះជាទីគោរពស្រឡាញ់ចា៎ជាថ្មីម្ដងទៀតនេះខ្ញុំសូមធ្វើការណែនាំខ្លួននាងខ្ញុំឈ្មោះពៅសុធាចាជាសមាជិកាមួយរូបរបស់សមាគមសហគ្រិនស្ត្រីកម្ពុជាសាខាខេត្តសៀមរាបចាហើយក៏ជាគណៈកម្មាធិការផ្នែកសមាជិកភាពនឹងមានតួនាទីនៅក្នុងអាជីវកម្មជានិច្ចការប្រតិបត្តិរបស់ក្រុមហ៊ុនអូឡុងពិកអ្នកដំណើរដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មទៅលើផ្នែកដឹកជញ្ជូនអ្នកដំណើរចាជាប្រភេទរថយន្តក្រែកេងពេលរាត្រីដែលមានទិសដៅធ្វើដំណើរចេញពីចាទីក្រុងសៀមរាបឆ្ពោះទៅកាន់ទីក្រុងភ្នំពេញនិងឆ្ពោះត្រង់ទៅកាន់ក្រុងព្រះសីហនុក៏មានលក់ជាសម្បត្តិទូកទៅកាន់កោះរ៉ុងនិងកោះរ៉ុងសន្លឹមផងដែរចាហើយសម្រាប់ថ្ងៃនេះគឺពិតជាមានសេចក្តីរីករាយយ៉ាងក្រៃលែងដែលបានអ្នករៀបចំកម្មវិធីចាថ្នាក់ដឹកនាំគាត់បានចាត់តាំងនេះខ្ញុំធ្វើជា MC ផងនិងឡើងមកមានមតិចំណាប់អារម្មណ៍ផងដែរចឹងនេះខ្ញុំចង់ចែករំលែកអំពីមតិចំណាប់អារម្មណ៍ថាតើហេតុអ្វីបានជានាងខ្ញុំចូលរួមជាមួយនឹងសមាគមសហគ្រិនស្ត្រីកម្ពុជាខេត្តសៀមរាបហើយថាតើនាងខ្ញុំចូលរួមហើយនឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះនាងខ្ញុំគិតថាពេលខ្លះសមាជិកាយើងមួយចំនួនគាត់ប្រហែលជាមើលរំលងអំពីអត្ថប្រយោជន៍មួយចំនួនដែលគាត់អត់ដឹងខ្លួនថាចូលរួមមកទីនេះដើម្បីអីហើយគាត់នឹងទទួលបានអីចាសម្រាប់រូបខ្ញុំផ្ទាល់នេះខ្ញុំសូមរំលឹកថាខ្ញុំចូលជាសមាជិករបស់សមាគមសហគ្រិនស្ត្រីកម្ពុជាកាលពីកំឡុងខែមិថុនាឆ្នាំ2022ចាដែលកាលនោះក៏សូមរំលឹកទៅដល់ចាអ្នកស្រីសុងនិគុណជាម្ដាយមីងចាដែលបានណែនាំក្មួយឲ្យចូលរួមជាសមាជិកចាថាឲ្យតែមានអីល្អបានទទួលអីថ្មីគឺនឹកឃើញក្មួយដឹកនាំក្មួយមកចាសូមថ្លែងអំណរគុណជាតិឱកាសនេះថ្លែងអំណរគុណខ្លាំងមែនតើចាទៅដល់ម្ដាយមីងចាហើយបន្ទាប់ពីនោះមកគឺនាងខ្ញុំក៏បានចូលជាសមាជិករបស់សមាគមសហគ្រិនស្ត្រីកម្ពុជាខេត្តសៀមរាបហើយអ្វីដែលនាងខ្ញុំទទួលបានពីសមាគមគឺនាងខ្ញុំសូមចែកចេញជា2គឺការរីកចម្រើនទៅលើផ្នែកសមត្ថភាពផ្ទាល់ខ្លួននិងការរីកចម្រើនទៅលើផ្នែកអភិវឌ្ឍនៃអាជីវកម្មសម្រាប់រូបនាងខ្ញុំផ្ទាល់ចាប់តាំងពីនាងខ្ញុំបានចូលជាសមាជិកខ្ញុំបានទទួលនៅវគ្គបណ្ដុះបណ្ដាលជាច្រើននិយាយពីច្រើនគឺច្រើនរាប់មិនអស់តែម្ដងគឺថាទីនេះគឺប្រៀបដូចជាសាលារៀនមួយអញ្ចឹងដែរសាលារៀនផ្សេងឯណាក៏អត់មានដែរខ្ញុំហ៊ាននិយាយថាអញ្ចឹងគឺសមាគមគឺពិតជាបានជួយបណ្ដុះបណ្ដាលខ្ញុំបានច្រើនមែនតើតាក់ទងនឹងដូចបងប្អូនសមាជិកាឃើញស្រាប់ហើយតាក់ទងនឹង public speaking ពេលខ្លះយើងនៅកន្លែងអាជីវកម្មរបស់យើងប្រកែពិតមែនយើងជាថ្នាក់ដឹកនាំពិតមែនប៉ុន្តែនៅពេលដែលយើងចេញមកខាងក្រៅមិនប្រកាសថាយើងប្រកែគ្រប់បែបយ៉ាងទេមានពេលខ្លះយើងត្រូវចេះដាក់ខ្លួនរៀនសូត្រនៅអ្វីថ្មីបន្ថែមទៀតផងដែរហើយទីនេះជាឱកាសនេះខ្ញុំសូមថ្លែងអំណរគុណទៅដល់ថ្នាក់ដឹកនាំរបស់សមាគមខ្ញុំនិយាយនឹងគឺសបនមកនិយាយតាមត្រង់ខ្ញុំរំភើបខ្លាំងមែនតើហ្មងខ្ញុំអរគុណទៅដល់ថ្នាក់ដឹកនាំរបស់សមាគមទាំងអស់គ្រប់ជាន់ថ្នាក់ដែលតែងតែជួយជំរុញលើកទឹកចិត្តខ្ញុំគ្រប់ពេលវេលាមិនថាខ្ញុំធ្វើអីក៏ដោយពួកគាត់តែងតែលើកទឹកចិត្តតាក់ទងនឹងការធ្វើជា MC តាក់ទងនឹងការរៀនបណ្ដុះបណ្ដាលអីផ្សេងគាត់តែងតែជំរុញលើកទឹកចិត្តរហូតហើយក៏អរគុណទៅដល់ចាបងរាយាខ្ញុំសូមហៅថាបងមិនប្រូតូខលអ្នកស្រីទេចាសូមហៅថាបងរាយាព្រឹកដូចជាបងស្រីអញ្ចឹងគាត់បានបណ្ដុះបណ្ដាលខ្ញុំទៅលើការធ្វើជា MC បើសិនជាអត់មានសមាគមសហគ្រិនស្ត្រីកម្ពុជាខេត្តសៀមរាបទេខ្ញុំក៏អត់មានឱកាសនៅក្នុងការឡើងមកឈរលើវេទិកានៅក្នុងថ្ងៃនេះផងដែរតែបាត់តែនៅខាងក្រៅយើងជាថ្នាក់ដឹកនាំយើងជាម្ចាស់អាជីវកម្មយើងបកកែប៉ុណ្ណាក៏ដោយប៉ុន្តែសួរថាបើអត់មានសមាគមខ្ញុំមានឱកាសបានឡើងមកកន្លែងនេះអត់គឺប្រកាសជាអត់ទេគឺ no តែម្ដងយើងបកកែតែនៅក្នុងកន្លែងយើងដូចខ្ញុំនិយាយដដែលអញ្ចឹងចានេះជាចំណុចមួយហើយខ្ញុំនៅបានទទួលវគ្គបណ្ដុះបណ្ដាលច្រើនទៀតច្រើនមែនតើតាក់ទងនឹងការធ្វើ digital marketing តាមរយៈសមាគមគឺនិយាយទៅគឺរៀនបានពីសមាគមច្រើនមែនតើ digital marketing តាក់ទងនឹងការធ្វើ content តាក់ទងនឹងការប្រើប្រាស់បណ្ដាញសង្គមតាំងពី TikTok Facebook គឺច្រើនខ្លាំងមែនតើហើយតាក់ទងនឹងការសិក្សាវគ្គជា leadership តាក់ទងនឹងការសរសេរធ្វើរបាយការណ៍ហិរញ្ញវត្ថុតាក់ទងនឹងការសរសេរផែនការអាជីវកម្មនិយាយរួមគឺសមាគមមានវគ្គអីគឺខ្ញុំចូលរហូតអញ្ចឹងខ្ញុំចង់ឲ្យបងក៏មើលរំលងឱកាសពេលខ្លះបងអត់ចាប់អារម្មណ៍ទេបងមើលឃើញព័ត៌មាននៅក្នុងសមាគមដែលគាត់តម្លាក់ចូលហ្នឹងបងអត់ចាប់អារម្មណ៍អ
អូរំលងឬអីអញ្ចឹងទៅអត់ចាប់អារម្មណ៍ប៉ុន្តែអាហ្នឹងគឺជា tip មួយដែលធ្វើឲ្យយើងមានការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនក៏ដូចជាអាជីវកម្មផងដែរចា៎នេះខ្ញុំសូមនិយាយទៅទូរស័ព្ទពេលវេលារៀងខ្លីតិចអញ្ចឹងសូមបន្តទៅថាខ្ញុំរីកចម្រើនលើអាជីវកម្មហ្នឹងអីគេខ្លះអាជីវកម្មរីកចម្រើនទៅលើអីគេខ្លះគឺខ្ញុំសូមផ្ដោតលើកយកតែមួយឬពីរចំណុចទេទី1តកតងនឹងការធ្វើទីផ្សារនៅពេលដែលខ្ញុំចូលមកក្នុងសមាគមខ្ញុំទទួលបាននៅបណ្ដាញជាច្រើនសួរថាបើខ្ញុំនៅសង្ងំធ្វើការងារនៅផ្ទះតែម្នាក់ឯងខ្ញុំស្គាល់បងអត់ក៏ជាអត់ទេសមាគមសហគ្រាសស្ត្រីមានរហូតដល់ទៅជាង200នាក់នៃសមាជិកអញ្ចឹងស្មើនឹងខ្ញុំស្គាល់ម្ចាស់អាជីវកម្មជាង200ម្ចាស់អាជីវកម្មវាជាបណ្ដាញមួយដែលកន្លែងណាក៏វាមិនងាយនឹងយើងបានតំណែងតំណងសួរថាយើងអាចមកស្គាល់បងម្ចាស់អាជីវកម្មបានអត់ប្រកាសជាអត់ទេអញ្ចឹងខ្ញុំមកចូលសមាគមខ្ញុំបានទទួលនៅបណ្ដាញតំណែងតំណងមួយដ៏រឹងមាំខ្ញុំហ៊ាននិយាយថារឹងមាំហើយស្គាល់គ្នាដោយភាពចិត្តស្និទ្ធស្អិតរមួលខ្លាំងមែនទែនហើយមួយវិញទៀតតកតងទៅនឹងការធ្វើទីផ្សារបន្ទាប់ពីខ្ញុំចូលរួមជាមួយសមាគមមកខ្ញុំអាចយល់ដឹងពីការធ្វើទីផ្សារបានច្រើនតកតងនឹងការកំណត់អតិថិជនគោលដៅចាតកតងនឹងការធ្វើ content ឲ្យវាត្រូវជាមួយនឹងអាជីវកម្មរបស់យើងអាចបែងចែកបានទាំងអស់ចាហើយមួយវិញទៀតគឺតកតងនឹងការគ្រប់គ្រងដឹកនាំអីផងដែរពេលខ្លះយើងដឹកនាំយើងនៅតែឯងអញ្ចឹងយើងរៀងចន្លោះប្រហោងដែរនៅពេលដែលយើងមកអញ្ចឹងយើងបានទទួលការចែកម្លែកពីបងម្ចាស់អាជីវកម្មផ្សេងដែលគាត់មានបទពិសោធន៍អញ្ចឹងអ្វីដែលល្អយើងយកមកទៅយើងយកមកកែប្រែយើងយកមកអភិវឌ្ឍខ្លួនឯងបន្ថែមទៅបើថាយើងមើលថាអ្វីដែលមិនល្អទេក៏យើង skip ចោលទៅចានេះជាចំណុចមួយអញ្ចឹងខ្ញុំសូមនិយាយតែត្រួសខ្លីៗតែប៉ុណ្្នឹងដោយសារពេលវេលាយើងមានកំណត់តែថែមទៀតណាបងរយៈមើលមកហើយចាអញ្ចឹងសរុបមកវិញខ្ញុំហ៊ាននិយាយថាការចូលជាសមាជិករបស់សមាគមសហគ្រិនស្ត្រីគឺពិតជាបានជួយដឹកនាំស្ត្រីឲ្យមានភាពរីកចម្រើនចាទាំងសមត្ថភាពផ្ទាល់ខ្លួននិងអាជីវកម្មផងដែរហើយសារមួយនេះគឺខ្ញុំចង់ស្ដាំផ្ញើទៅបងប្អូនសមាជិកទាំងអស់ចាសូមនៅតែបន្តចូលរួមជាសមាជិកភាពរបស់សមាគមហើយក៏សូមជួយពំនាំចាទៅដល់អ្នកដែលក្បែរខ្លួនស្គាល់អីនោះចាគឺអញ្ជើញពួកគាត់ឲ្យមកចូលរួមជាសមាជិករបស់យើងទាំងអស់គ្នាមិនមែនជាប្រយោជន៍របស់ខ្ញុំមិនមែនជាប្រយោជន៍របស់សមាគមទេពួកយើងអត់មានបានជាប្រាក់ខែជាលុយជាអីទេប៉ុន្តែវាជាប្រយោជន៍ផ្នែកសមត្ថភាពវាជាចំណែកមួយនៅក្នុងការជួយចូលរួមអភិវឌ្ឍនិងស្ដារនៅសេដ្ឋកិច្ចជាតិយើងឲ្យមានអ្នកស្ត្រីយើងដែលខ្លាំងប្រកែកកាន់តែច្រើនឡើងហើយសមាគមគឺជាកន្លែងដែលបណ្ដុះបណ្ដាលនូវភាពរឹងមាំរបស់ស្ត្រីខ្ញុំហ៊ាននិយាយថាអញ្ចឹងចាអញ្ចឹងដូចពាក្យស្ដៅលោកជំទាវតែនិយាយស្ត្រីដើម្បីស្ត្រីដើម្បីអ្នកទាំងអស់គ្នាចាសូមអរគុណ